ស្អីអ្នកគ្នាថ្ងៃនេះខ្ញុំមកចែកម្លែកពីបទពិសោធន៍ក្នុងការរៀនគណិតរបស់ខ្ញុំនៅក្នុងថ្នាក់ទី12ជាក់ស្ដែងខ្ញុំជាសិស្សប្រឡងបាក់ឌុប2025ហើយបាននិទ្ទេស A នៅលើមុខវិជ្ជាគណិតវិទ្យាថ្ងៃនេះខ្ញុំមកចែកធៀបសំខាន់3នៅក្នុងការរៀនគណិតវិទ្យាដើម្បីទទួលបាននិទ្ទេស A ដោយសារតែបេក្ខជនបាក់ឌុប2026អាចសល់ពេលវេលាយ៉ាងយូរឬក៏យ៉ាងច្រើនតែពេល10ខែអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាគិតលើវិធី3ដែលខ្ញុំបានធ្វើហើយវាជោគជ័យមែនតើហើយរលូនអត់ភ័យលើមុខវិជ្ជាគណិតតែពេលដែលយើងប្រឡងឬក៏យើងធ្វើអីក៏ដោយយីទៅមានអារម្មណ៍ថាមានសុវត្ថិភាពលើមុខវិជ្ជានឹងកក់ក្ដៅហ្មងវិធីទាំង3គឺទី1អ្នកគ្នាចំណាយពេល3ខែដើម្បីរៀនមេរៀននៅក្នុងសភៅឲ្យអស់ហើយធ្វើលំហាត់ឲ្យអស់រយៈពេល3ខែហើយអ្នកគ្នាចំណាយពេល3ខែទៀតដើម្បីមើលវិញ្ញាសាចាស់តាំងពីឆ្នាំ2001រហូតមកដល់2025ហ្នឹងអ្នកគ្នាធ្វើឡើងវិញហើយធ្វើសារដែររហូតដល់អ្នកគ្នាចាំស្ទាត់បន្ទាប់ពីអ្នកគ្នាចាំស្ទាត់ហើយអ្នកគ្នាចាប់ផ្ដើមរៀនធ្វើវិញ្ញាសាខ្លួនឯងវិញ្ញាសាដែលគ្រូដាក់ឲ្យថាជាចំណាយពេល3ខែហ្នឹងវាអស់6ខែអញ្ចឹងនៅពាក់កណ្ដាលហ្នឹងគ្រូនៅវិទ្យាល័យយើងក៏ចាប់ផ្ដើមឲ្យព្រានវិញ្ញាសាហើយអ្នកគ្នាក៏អាចស្រាវជ្រាវនៅលើបណ្ដាញសង្គមដែលគេផុសបានដូចគ្នាហើយជាស្ដាយខ្ញុំចំណាយពេលរៀនវិញ្ញាសាខ្លួនឯងហ្នឹងតែ4ខែទេហើយខ្ញុំទទួលបានលទ្ធផលល្អហើយបកកែលឿនមែនតើបន្ទាប់មកនៅពេលដែលចិត្តដល់ប្រឡងរយៈពេលសល់កន្លះខែប្រឡងអ្នកគ្នាធ្វើវិញ្ញាសាពី2014ឡើងមក2025វិញមកហើយជាអាហ្នឹងក៏វាល្អដែរអ្នកគ្នាអាចអនុវត្តបាន